ប្រតិបត្តិរករឹសគូបនៃចំនួន 0.008 ដក 0.001 0.08 និងដក 0.4 យើងមើលនៅទំព័រទី5នេះនៅសភៅថ្នាក់ទី9ចាឥឡូវយើងមើលសញ្ញារ៉ាឌីកាល់នេះសិនសញ្ញារ៉ាឌីកាល់នេះមានសន្ទស្សន៍2អញ្ចឹងវាគឺជារឹសការ៉េបើយើងចង់រករឹសការ៉េគឺយើងយកសញ្ញារ៉ាឌីកាល់សន្ទស្សន៍2នេះមកប្រើអានេះរ៉ាឌីកាល់នេះមានសន្ទស្សន៍3អញ្ចឹងរ៉ាឌីកាល់ដែលមានសន្ទស្សន៍3គេហៅថាជារឹសគូបបើយើងចង់រករឹសគូបគឺយើងយកសញ្ញារ៉ាឌីកាល់រឹស3នេះទៅប្រើឥឡូវយើងដាក់លំហាត់ប្រតិបត្តិសិនសូមកូនយកសៀវភៅមកចម្លងយកសៀវភៅមកសរសេរលំហាត់សិនលំហាត់ប្រតិបត្តិថ្នាក់ទី9នៅក្នុងទំព័រទី5រករឹសគូបនៃចំនួន 0.008 ដក 0.001 0.08 ដក 0.4 ដក 0.4 ឡើយយើងដាក់ចម្លើយលំហាត់អក្សរកទី1យើងដាក់អក្សរករករឹសគូបនៃ 0.008 ឥឡូវរឹសគូបយើងយកសញ្ញារ៉ាឌីកាល់ដែលមានសន្ទស្សន៍3មកប្រើយើងយកសញ្ញារ៉ាឌីកាល់ដែលសន្ទស្សន៍3មកពាក់ឲ្យចំនួន 0.008 បន្ទាប់មកទៀតយើងលើកចំនួន 0.008 ឲ្យទៅជាស្វ័យគុណ3ដូច្នេះយើងបាន 0.2 ស្វ័យគុណ3យើងពាក់សញ្ញារ៉ាឌីកាល់សន្ទស្សន៍3មកដូច្នេះយើងអាចចេញបានដោយសារវាមានស្វ័យគុណស្មើនឹងសន្ទស្សន៍រ៉ាឌីកាល់គឺយើងចេញមកបាន 0.2 ចឹង 0.2 នេះគឺជារឹសរបស់ 0.008 ដូចនេះរឹសគូបនៃចំនួន 0.008 គឺ 0.2លំហាត់ទី2យើងដាក់អក្សរខរឹសគូបនៃចំនួន ដក 0.001 អានេះក៏យើងប្រើសញ្ញារ៉ាឌីកាល់ដូចគ្នាដែរយើងដាក់រ៉ាឌីកាល់សន្ទស្សន៍3មកអញ្ចឹងយើងដាក់ដោយណាពាក្យរ៉ាឌីកាល់ឲ្យដក 0.001 ចឹងយើងលើដក 0.001 នេះឲ្យទៅជាស្វ័យគុណ3ដូច្នេះយើងបានដក 0.1យើងចេញក្រៅបានដក 0.1 ឥឡូវយើងដល់ចម្លើយហើយយើងដាក់ដូចនេះរឹសគូបនៃចំនួនដក 0.001 គឺដក 0.1តមកលំហាត់ទី3យើងដាក់អក្សរកូរឹសគូបនៃចំនួន 0.08 ដូច្នេះយើងត្រូវប្រើសញ្ញារ៉ាឌីកាល់ដែលមានសន្ទស្សន៍3នេះយកមកពាក់ឲ្យ 0.008
តបមកទៀតយើងត្រូវលើក 0.08 ឲ្យទៅជាស្វ័យគុណ3ដូច្នេះយើងមិនអាចលើកបានទេ 0.08 មិនអាចលើកយកស្វ័យគុណ3បានទេដូច្នេះវាគឺជាចំនួនអសនិទានអញ្ចឹងចម្លើយរបស់វាជាចំនួនអសនិទានគឺយើងយកបែបនេះតែម្ដងដែលយើងមិនចាំបាច់ចេញពី radical ដូចនេះ 0.08 ជាឫសទី3ជាឫសគីបនេះជាឫសគីបនៃចំនួន 0.08 លំហាត់ទី4យើងដាក់សក់ខូឬគូបនៃដក 0.4 កន្លែងនេះសូមកែបន្តិចមិនមែនការ៉េទេគឺគូបណារករឹសគូបតែយើងដូរកន្លែងនេះបន្តិចឬគូបនៃដក 0.4 គឺយើងប្រើសញ្ញា radical សន្ទុះ3ដូចគ្នាដូច្នេះយើងមិនអាចលើកជាស្វ័យគុណ3បានទេគឺចម្លើយវាជាចំនួនអសនិទានដូចខាងលើចំពោះសញ្ញាដកយើងអាចចេញក្រៅបានយើងអាចយកសញ្ញាដកចេញក្រៅបានឬក៏យើងទុកនៅខាងក្នុងក៏បានដែរមិនជាបញ្ហាទេវាជាចំនួនអសនិទានអញ្ចឹងចម្លើយរបស់វាជាចំនួនអសនិទានដូចនេះដក 0.4 ជិបឫសទី3នេះជាចម្លើយជាឫសជាឫសគូបនៃចំនួនដក 0.4 សូមគុណជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀត